អូនរូបប៉ិតមនុស្សប៉ិតមកtôi chạy ចាជំរាបសួរបងអូនដែលថាមានសង្សារឲ្យតដេកជាមួយគេណាអីនោះហ៎ bạn chạy xa prưng mấy nhung phơi cá chạy chạy nhau bạn kho tại vô telegram tới chạy អញ្ចឹងឲ្យអូនឯងឲ្យបានស្ដាប់ទេអញ្ចឹង nhưng mà nhung đi bro tên bố anh nhung vội tới hay bong ngọt thà đang rương bảy bảy cái chè nhung bà nhung trong vậy thì đau តូចចិត្តនឹងប្រិមិត្តថាឲ្យអញ្ចឹងថាអូនឯងសំដែងអូនឯងស្ដាប់ដែរអញ្ចឹងហ៎ có sắp đi sắp អូខឹងណាស់ចុង ពេលខ្ញុំចង់ប្រាប់ហើយប្រាប់ពីដើមហើយតែមិនវាទៅការរឿងអញ្ចឹង ហើយមើលទៅមិនអីមិនមើលនិយាយតិចមើលមិនបានចូលផ្ទះសំណាក់ដេកជាមួយគេ មើលអត់ទេមិនទេសំណាក់ទេខ្ញុំនិយាយដល់រឿងហ្នឹងខ្ញុំចង់ហៅខ្ញុំនិយាយដល់មិនទេសំណាក់ទេ អូខេឥឡូវបងអង្គុយបងក្រាកាទេចាំស្ដាប់ អូខេឆែពីមុខពីដើមឥឡូវទៅមិនយ៉ាងថ្ងៃទៅដល់ថ្ងៃទៅ ថ្ងៃអាទិត្យហ្នឹង ថ្ងៃទៅថាម៉ោង 4 ថ្ងៃអាទិត្យម្សិលមិញហ្នឹងមែន បាទចា ថ្ងៃអាទិត្យម្សិលមិញហ្នឹងមែន ហ្នឹងហើយចាម្សិលមិញថ្ងៃអាទិត្យ ហើយមើលវាមិន ម្នាក់ដែលខ្ញុំចូលទ្រូងដល់ស្គាល់គ្នាលក្ខណៈមិត្តភក្តិធ្វើការមួយគ្នាអញ្ចឹងចាតែហើយផ្សងតាខ្ញុំឲ្យគាត់ក៏ស្គាល់គ្នាធម្មតាហើយលក្ខណៈគាត់ក៏ស្គាល់គ្នាដែរតែអានទៅមិញម៉ោង 4 ហ្នឹងគាត់ប្រាប់ថាគាត់តែទៅប្រវាក់ចិត្តមិនទេគាត់ក៏ឆាតខ្ញុំឲ្យខ្ញុំទៅជួបទឹកនាំបដាលេងអញ្ចឹងណាហើយខ្ញុំថាអញ្ចេះបើសិនជាឯងទៅផ្លែតបានហើយបងទៅដែរបងនឹងអង្គុយលេងដែរមកតលេតែខ្មៅហ្នឹងតទៅពេលខ្ញុំទៅដល់មកតលេហ្នឹងគាត់ក៏ជិះម៉ូតូមកដែរតែយើងហូបអីមកតលេហូបបុករហុងហូបអីបន្តិចអញ្ចឹងណាហើយញ៉ាំតែអស់មកយូរហើយខ្ញុំថាដល់ទៅនិយាយទៅផ្ទះវិញទៅឲ្យបងមានរវល់មានការដែរដល់ពេលគាត់និយាយថាឲ្យមកកំដរខ្ញុំមកផ្លែអញ្ចឹងឲ្យខាន់និយាយទៅផ្ទះវិញឲ្យនៅកំដរទៀតដល់ពេលខ្ញុំថាអញ្ចឹងឲ្យគិតលុយទៅហើយទៅអង្គុយមកអាឡៃមកតលេតែមកទាំងកន្លែងអង្គុយឯងចាអង្គុយលេងប្រហែលជាកន្លះម៉ោងទេក៏អង្គុយលេងកន្លះម៉ោងហើយគាត់ប្រាប់ថាចុះបងខាងនេះមិនមកអង្គុយអញ្ចឹងហើយធ្វើមិនគេបាត់ពេទ្យអញ្ចឹងក៏គេប្រាប់ខ្ញុំថាគេប្រាប់ខ្ញុំថាគេប្រាប់ថាខាងនេះដល់ឥឡូវយើងទៅច្រៀងការ៉ាអូខេឥឡូវការ៉ាអូខេគ្រូសាគេ1ម៉ោង3រៀលលក្ខណៈការ៉ាអូខេប៉ាម៉ាលីបានទៅចូលច្រៀងការ៉ាអូខេប្រហែលជា2ម៉ោងគាត់ហៅទៅផឹកកន្លះកែតែកន្លះកែហូបអត់អស់ទេហូបអស់7កំប៉ុងទេដល់ពេលហូបអស់7កំប៉ុងហ្នឹងខ្ញុំบอกច្រវឹងដែរច្រវឹងគាត់លេងថាលណាគាត់ឆ្លាញ់ពេលយើងអត់ដឹងហើយគាត់លេងមកអោបយើងហ្មងលើកន្លែងអង្គុយទៅលើសាឡុងកន្លែងសាឡុងការ៉ាអូខេហ្នឹងតែពេលខ្ញុំប្រាប់ថាចេះអត់ពេញមានកន្លែងធ្វើអញ្ចឹងកន្លែងនាំបងមកឲ្យនំមិនថាម៉េចចុះបើអាការដឹងទៅមកយើងថាបើសញ្ញាការដឹងមិនគេថាការឲ្យមិត្តភក្តិគ្នាហ្នឹងខ្ញុំថាបើសញ្ញាការដឹងមិនបើឲ្យមិត្តភក្តិចង់ថាបងឲ្យមិនឆ្លាញ់បងអញ្ចឹងឲ្យបងមិនដឹងឲ្យគេថាវាអត់ខ្វល់ថាអត់ខ្វល់ទេសំខាន់ខ្ញុំមិនដឹងថាគាត់ឆ្លាញ់ខ្ញុំហើយគាត់លេងសង្សារដេកដួលលើខ្ញុំអញ្ចឹងហើយបន្ទប់កណ្ដាលអូខេហ្នឹងហើយមាន2នាក់ហើយលេខដេកព្រួអញ្ចឹងហើយខ្ញុំប្រហែលស្រវឹងផងទៅតាមនឹងបាត់ចែងមើលទៅតាមនឹងបាត់ចាហើយចឹងហើយចុះពេលដែលទៅបាត់ហើយមកវិញដឹងខ្លួនអត់មកវិញខ្ញុំដឹងខុសខ្ញុំហើយអស់ហ្នឹងដល់ពេលជិះម៉ូតូមកដល់ផ្ទះខ្ញុំក៏ទេមកការសង្សារខ្ញុំណាទេអត់លើកទេដល់ពេលស្អែកឡើងមកធ្វើការខ្ញុំទូក៏អត់ឆ្លើយហើយអាពេជ្រហ្នឹងថាចូលជ្រូកខ្ញុំហ្នឹងគាត់ធ្វើការកន្លែងក្រុមផ្សេងគាត់ដើរមកក្រុមខ្ញុំគាត់និយាយទៅឲ្យលើដងលើសង្សារខ្ញុំហ្នឹងផ្ទះគ្នាហ្នឹងមិនខ្ញុំមិនដឹងថាសង្សារខ្ញុំដឹងរឿងមិនទេឥឡូវខ្ញុំទូលេងឆ្លើយអីលេងដឹងហើយមិនដែរអត់ខ្ញុំចាដឹងហើយហ្នឹងហើយមិញហូបបាយថាហូបបាយមកគាត់ថាហើយមិនអត់ហូបបាយមានរឿងអីមែនប្រាប់ខ្ញុំមកមានរឿងអីមែនអត់លឺមកទេតម្លាក់បាយថងបាយចុះដល់ចូលរោងចក្រមកអញ្ចឹងមានតែម្នាក់ដែលថាសំណាញ់ខ្ញុំគាត់ប្រាប់មិនខ្ញុំមិនដឹងឥឡូវខ្ញុំក៏អង្គុយពិបាកចិត្តងាប់តែហើយចំមានតាក់តងសួរអាពេជ្រនឹងអត់ចាពេលធ្វើអត់ប្រហែលខ្ញុំដល់ពេលហូបបាយខ្ញុំដឹងថាខ្ញុំថារឿងហើយបែកថាពីអាពេជ្រគាត់ថាខ្ញុំសួរអាពេជ្រតែរឿងមកអាពេជ្រដាក់រូបសើចមករូបតុក្កតាវានិយាយដាក់រូបសើចខ្ញុំវិញ
ឆាតទៅសួរពេជ្រដែរតែពេជ្រអត់ឆ្លើយដាក់តែ sticker មកមួយអញ្ចឹងហ៎ ដាក់រូបសោយទៀត ខ្ញុំក៏និយាយថាអាពេជ្របើសិនជារឿងយំវិញនៅឯប្រាប់តាអាចយើងបងធុបពីរោងចក្រហ្នឹងហើយទាំងធុបពីកន្លែងហ្នឹងនៅបបាទៅមកវិញតែខ្ញុំថាកំដងចូលឆ្នាំទៅលេងទៅផ្ទះគេនៅស្វាយរៀងឥឡូវបានផ្ទះគេហ្នឹងទៅកពតទៅផ្ទះខ្លួនឯងផ្ទះខ្លួនឯងនៅកពត បាទចានៅកពត ហើយចុះណៃឲ្យសង្សារហ្នឹងស្រឡាញ់គ្នាមកយូរហើយនៅជាងមួយឆ្នាំហើយសំខាន់តើខ្ញុំខ្លាំងទៅណាមួយធម្មតាមនុស្សស្រីដែលថាគេព្រមយកយើងដល់លេងដល់ម៉ែអូគេដឹងតែគេស្រឡាញ់យើងខ្លាំងដែរតែពេលអញ្ចឹងដឹងមិនទេគ្នាហូចចិត្តជុំមិននៅបន្ទប់ឡូវអត់ឃើញមកធ្វើការតែអត់លើលើអត់ទីមកធ្វើការ ហើយអញ្ចឹងយើងក៏អត់ដឹងថាមិនអីមិនឆាតទៅគេក៏មិនតាន់ឆ្លើយឆ្លងតបមកមួយយើងអញ្ចឹងហ៎ហើយទេក៏មិនលើឥឡូវនេះខ្ញុំអង្គុយឯកាចឹងដល់ដល់ដល់ឥឡូវកុំតាន់ឯកាសង្ហេសង្ហោយរបស់យកអីបើទៅហើយពីម្សិលមិញហ្នឹងហើយចុះខាងពេជ្រនោះមានមកទៀមទាសុំជានីត្រូវគ្នាអីជាមួយយើងឬក៏សុំទទួលខុសត្រូវអីទេគាត់គិតរឿងអាសង្សារណាគិតរឿងអាស្រីពេជ្រនេះក៏លោវាខំលែងទៀតណាអាយុម៉ានស្រីពេជ្រហើយស្រីពេជ្រហ្នឹងអាយុម៉ានហើយ 19ហើយខ្ញុំ21 ស្រីពេជ្រហ្នឹង19តាពេជ្រហ្នឹងវាមាននិយាយថាបងឯងត្រូវទទួលខុសត្រូវលើខ្ញុំអីមិនទេគាត់អត់និយាយអញ្ចឹងគាត់និយាយថាចេះនិយាយមកថាបើនិយាយថាបើគាត់អត់បានខ្ញុំថាណាក៏អត់បានគាត់និយាយអញ្ចឹងក៏អស់ចាមកលោកឯងលោកខ្ញុំបានចិត្តហើយចុះថ្ងៃនោះថៃបាននឹកឃើញសុកទៅកំដរអាពេជ្រសែតចង់កាយបើតាមបុត្រធម្មតាហើយគ្នាមិត្តភក្តិធម្មតាចាតែឯងក៏មិនបបួលគ្នាទៅបានច្រើនមិនបបួលសិកាទៅដែរទៅចុះហើយយើងមានសង្សារថ្ងៃត្រឹងចានៅស្អាងគេថាស្អាងហើយខ្ញុំឆាតប្រាប់ដែរគេថាគេរវល់គេបានមកទេហើយអាម៉ោង4កន្លះហ្នឹងខ្ញុំថាមិនទៅផឹកលេងគាត់ទេគាត់ថាខ្ញុំប៉ុណ្្នឹងដែរអញ្ចឹងខ្ញុំក៏គាត់ថាថាទៅអានទឹកឯងក៏វាលឺដែរវាមិនដែរអាណាមិត្តភក្តិរាប់អានគ្នាជាប្រុសទាំងអង្គុយកំដរស្រីសែតទាំងដឹងថាស្រីនឹងជាមិត្តភក្តិរបស់សង្សារអាហ្នឹងវាសិតតែអូកាឡារគ្នាហ្នឹងអានទឹកអើយហើយធ្វើម៉េចចាយពីដើមមកព្រោះដងមិនអញ្ចឹងទេមានតែម្ដងលេងមុនខ្ញុំហូបធម្មតាហូបនៅកន្លែងមុខរោងចក្រហូបមួយគាត់ធម្មតាគេដឹងឲ្យមិត្តភក្តិគ្រប់គ្នាឲ្យគ្នាមានម្នាក់មកកណោចាចុះអាហ្នឹងកាលហ្នឹងមកកណោក៏ដឹកឥឡូវឯងតែ2នាក់វាមិនទៅអញ្ចឹងនឹងគិតមិនឥឡូវវាគ្មានគិតដល់ម៉េចទេរឿងវាកើតឡើងតែហើយអង្គុយសែតអង្គុយកាត់ទុកក៏វាមិនបានអីមកវិញដែរខ្ញុំទៅវាយទៅគាត់ថាខ្ញុំចង់គិតថាខ្ញុំទៅផ្ទះបរោចូលឆ្នាំទៅផ្ទះខ្ញុំលេងមកហ្នឹងហើយចូលឆ្នាំទៅផ្ទះសិនទៅហើយព្យាយាមបើនៅស្រឡាញ់សង្សារព្យាយាមឆាតព្យាយាមនិយាយការពិតគ្រប់សពបែបយ៉ាងហ្នឹងបង្ហាញរឿងពិតហ្នឹងឲ្យគាត់ដឹងដោយចេញពីមាត់យើងតែម្ដងទៅបានន័យថាយើងព្រមទទួលស្គាល់កំហុសហើយព្រមសារភាពគ្រប់សពបែបយ៉ាងទាំងអស់ឲ្យសង្សារយើងហ្នឹងគេដឹងគេលឺទៅហើយចាំមើលចាំស្ដាប់ការសម្រេចចិត្តរបស់គេវិញថាតើគេនឹងគិតយ៉ាងម៉េចព្រោះឥឡូវនេះយើងទៅបង្ខំឲ្យគេឆ្លើយតបបែបណាចំពោះយើងគឺគេឆ្លើយមិនចេញទេព្រោះគេក៏កំពុងតែឈឺចាប់គេទទួលយកការពិតរបស់យើងវាអត់បានអញ្ចឹងគេអត់ទាន់អាចទទួលយកបានហើយគេក៏មិនទាន់ឆ្លើយបានថាយ៉ាងម៉េចអីយ៉ាងម៉េចដែរអញ្ចឹងណាបាទតែបាទហ្នឹងហើយហើយអញ្ចឹងយើងក៏មិនបាច់ទៅបន្ទោសបង្អាប់ឲ្យអាពេជ្រនឹងជាស្រីឲ្យដៃឲ្យជើងអីទេបើយើងអ្នកព្រមព្រៀងអ្នកពេញចិត្តទៅកំដរគេអូសទៅណាទៅនឹងដែរយើងមិនមែនគោលឈើឯណាយើងមនុស្សបើគេថាបុកលហុងគេថាមាត់តលេគេថាការ៉ាអូខេអានទឹកឯងជាតាមគេដែរអាហ្នឹងយើងទៅបន្ទោសខាងស្រីមកបៀតបៀនយើងអាមិនកើតមិនចឹងតែខុសថងញ៉ាខ្ញុំហូបតែចូលទៅហ្នឹងដែរអារឿងស្រាហ្នឹងវារូបធាតុនៃការផ្សំសំខាន់គំនិតយើងហ្នឹងវាចង់តាំងពីដំបូងទៅហើយដោយបងនិយាយមុនហ្នឹងដឹងតែគេសែតហើយនៅតែទៅជាមួយគេទាំងគេហើយនឹងយើងតែ2នាក់តទល់អាចចេញពីបុកលហុងមកអស់ចិត្តហើយឆ្លៀតទៅមាត់ទន្លេការ៉ាអូខេទៀតអីមិនទីកតង់ណាពី3តង់ហើយរឿងអីវាមិនស្រើបស្រាទៅតាមហ្នឹងអញ្ចឹងបានថាបងបារាណាមិនចង់ឲ្យអូនឯងទៅបន្ទោសអាពេជ្រឬក៏ទៅបន្ទោសអាការអីទេរឿងវាកើតឡើងទៅហើយបន្ទោសអ្នកណាក៏វាមិនអាចកែប្រែបញ្ហានឹងបានដែរព្រោះវាកើតរឿងហ្នឹងទៅជាអញ្ចឹងទៅហើយយល់ទេចឹងចំពោះមុខពេលនេះអង្គុយកាត់ទុកអង្គុយសែតក៏វាមិនបានប្រយោជន៍ស្អីមកវិញដែរចឹងក៏មិនបាច់ទៅរករឿងអាពេជ្រដែរពីព្រោះយើងក៏ជាអ្នកផ្ដើមរឿងហ្នឹងឲ្យទៅជាអញ្ចឹង
ហើយកូរ៉ានតែរក្សាភាពស្ងៀមស្ងាត់ទៅមិនបាច់ទៅបន្ទោសមិនបាច់ទៅស្ដីមិនបាច់ទៅហួងហែងមិនបាច់ទៅឲ្យលាក់បាំងឯងអូនឯងជាអ្នកសារភាពវល់ជាសម្លេងឆាតជាសម្លេងទៅកាន់អាការទៅថាបងមានរឿងមួយដែលចង់សារភាពសុំទោសអូន1 2 3អីចឹងទៅបងខុសហើយស្រាបញ្ជាបងឬក៏បងជ្រុលដោយមិនដឹងខ្លួនអីមិនចេះនិយាយហ្នឹងប៉ុន្តែបេះដូងបងគឺមានតែអូនអីមិនអូនឯងចេះនិយាយឯស្នេហាភាសាបេះដូងហ្នឹងតើបើនៅស្រឡាញ់បងអាចផ្ដល់ឱកាសបងឲ្យបងបានអត់កែខ្លួនបានអត់បងមិនចង់ឲ្យអូនផ្ដល់ចម្លើយភ្លាមទេតែបងចង់ឲ្យអូនមើលសកម្មភាពវិញទៅមុខទៀតថាតើបងនឹងធ្វើខ្លួនបែបណាបើសិនជាគេផ្ដល់ឱកាសទទួលយកទៀតទៅអញ្ចឹងណាអូនអញ្ចឹងបាច់អង្គុយសែតអង្គុយកាត់ទុកទេចាំល្ងាចចាញ់ពីធ្វើការចាប់ម៉ោងត្រឹមត្រូវប្រលប់ចាំឆាតទៅសង្សារយើងទៅណាហើយមិនបាច់ទៅស្ដីថាររឿងអាពេចអាប៉ោងឯណាទេថាម៉េចបើរឿងវាទៅជាអញ្ចឹងទៅហើយណាអូនបាទយល់នៅប៉ុណ្ណឹងហាអត់ទុំចែកច្រើនតែចែកហ្នឹងហើយកុំបន្ទោសបដាក់អ្នកណាទៀតបើយើងអ្នកចង់ខ្លួនឯងដែរទេពីដំបូងនោះណាអត់ទេបាទហ្នឹងហើយទៅអញ្ចឹងហើយយ៉ាងហើយណាក៏បានស្រួលទៅហើយដែរអើយខ្ញុំធ្វើម៉េចទេស្រឡាញ់មិនស្រឡាញ់ក៏វាហើយដែរណាចាឥឡូវធ្វើម៉េចបើវាទៅជាអញ្ចឹងទៅហើយយើងទៅបន្ទោសអាពេចក៏មិនកើតបើវាក៏ទៅជាបាយអើយអូពីផ្លូវមួយទៅផ្លូវមួយតាំងពីបុកលហុងធ្លាដល់មាត់ទន្លេចេញពីមាត់ទន្លេចូលដល់ក្រៅអូខេថាចេះតិចតួអង្គក្នុងរឿងបាត់ចម្រៀងហីទេតួអង្គបាត់ចម្រៀងហ្មងបើរឿងបាត់ចម្រៀងខុសគ្នាហ្នឹងអានោះគេសែតខាងប្រុសគេសែតចូលក្លឹបទៅស្រីណាមិនដឹងមកអូសដៃអីចឹងណាប៉ុន្តែលើលោកហ្នឹងស្អីក៏វាមានដែរបាត់ចម្រៀងហ្នឹងខាងស្រីហ្នឹងសែតចាខាងប្រុសទេសែតឥឡូវដាក់ទៀតអ្វីទេគាត់ពុលមុខចាអញ្ចឹងប្រិយមិត្តអ្នកស្ដាប់ ABC ឥឡូវសម័យខ្លួនរូបពិតសម្លេងពិតគាត់ចូលមកហើយគាត់ស្ដាប់តើបងប្អូនប្រិយមិត្តជួយចូលរួមវគ្គទី1ថាឲ្យគាត់នោះណាគាត់សុំចូលមកបង្ហាញការប៉ັດថារឿងនឹងវាអញ្ចេះមិនមែនគាត់ចូលផ្ទះសំណាក់ទេចូលក្រៅអូខេទេណាហ្នឹងហើយអញ្ចឹងហ្នឹងហើយបរាក៏មិនចង់ថាទៅនិយាយស្ដីថាអីទៀតបើរឿងវាកើតឡើងហើយចាវាខុសហើយណាហ្នឹងហើយអរគុណបញ្ហាគេងមិនលក់បេះដូងក៏មានបញ្ហាចាក្រពះពោះវៀនក៏មានបញ្ហាសតិអារម្មណ៍សុខភាពខួរក្បាលក៏ចាប់ផ្ដើមខ្សោយចុះមកទាំងអស់ចាទៅទាំងអស់អញ្ចឹងកាលណាមានបញ្ហាប្របាក់គេងមកមុខនេះហើយនាំរឿងនាំរាវច្រើនទៅដល់សុខភាពណាស់អញ្ចឹងបងប្អូនដែលមានបញ្ហាវិបត្តិគេងមិនលក់ក៏ជ្រើសញ៉ាំបានជាមួយនឹងផ្សិតដង្កូវທາງឆៅធានាជូនបងប្អូនបើថា10នាក់យកទៅញ៉ាំគឺសឹងថា10នាក់ហ្មងដល់គាត់ប្រាប់ថាអញដេកលក់ស្រួលចាសំខាន់ការដេកចាសំខាន់ការគេងបានតែគេងបានមានកម្លាំងហើយបងប្អូនមានកម្លាំងមានធម៌ពលពង្រឹងអង្គតករាងកាយកាត់ផ្ដាច់ការឆ្លងមេរោគផ្សេងអញ្ចឹងបងប្អូនចាប់អារម្មណ៍ណាមួយកំប៉ុងនេះ$65មានសេវាកម្មដឹកជូនផងដែរចាហើយ